ការវិវត្តមុនយូជីត្រូវបានវិស័យស៊ូកូណាជួយរស់ឡើងវិញហើយប៉ុន្តែក៏ចូលបានលាក់រឿងនេះមិនឲ្យអ្នកណាដឹងទេព្រោះគាត់ខ្លាចจะធ្វើបាបយូជីទៀតហើយគាត់បានបង្រៀនយូជីដោយសម្ងាត់មួយខែក្រោយមកក៏ចូលបានតាំងមិត្តភក្តិគាត់ម្នាក់ឈ្មោះ Kento Nanami ឲ្យជួយជន់យូជីទៅស៊ើបករណីឃាតកម្មមួយដែលកើតឡើងនៅក្នុងរោងកុនមួយនៅក្នុងហេតុការណ៍ឃាតកម្មនោះគឺមានមនុស្ស3នាក់ស្លាប់ហើយរូបរាងរបស់ពួកគេមើលទៅលែងយល់ថាជាមនុស្សទៅហើយតាមពិតការស្លាប់របស់ពួកគេគឺជាស្នាដៃរបស់បិសាចម៉ាហ៊ីតូជំនាញពិសេសឬក៏ curse technique របស់បិសាចម៉ាហ៊ីតូហ្នឹងគឺឲ្យតែគាត់បានប៉ានណាម្នាក់គឺគាត់អាចកែប្រែរូបរាងរបស់អ្នកនោះខ្លាយទៅជាស្អីក៏បានតាមចិត្តគាត់ហើយនៅថ្ងៃដែលគាត់សម្ដៅមនុស្ស3នាក់នោះមានក្មេងប្រុសម្នាក់មើលឃើញតែគាត់មិនបានខ្លាយម៉ាហ៊ីតូទេបែរទៅជាឲ្យម៉ាហ៊ីតូជួយបរៀនគាត់ទៅវិញក្មេងប្រុសម្នាក់នោះមានឈ្មោះថាជុនផេយូស៊ីណូនៅសាលារៀនគាត់ត្រូវបានក្រុមបងធំបូលីគាត់ខ្លាំងណាស់អញ្ចឹងហើយទើបគាត់ចង់រៀនវិជ្ជាអាគមវិស័យដើម្បីសងសឹកពួកបងធំនោះវិញតែទៅមើលយូជីហើយនឹងណាមីវិញនៅពេលដែលពួកគេកំពុងតែដើរស៊ើបករណីឃាតកម្មពួកគេបានជួបប្រយុទ្ធជាមួយនឹងបិសាច2ក្បាលនៅក្នុងការប្រយុទ្ធនោះគេបានបង្ហាញអំពីជំនាញឬក៏ curse technique របស់ណាមីអាចមើលឃើញចំណុចខ្សោយរបស់បិសាចអញ្ចឹងហើយនៅពេលដែលគាត់ប្រយុទ្ធជាមួយនឹងបិសាចគាត់អត់ចាំបាច់ប្រើថាមពលឬក៏ curse energy ច្រើនទេនៅពេលនោះគាត់អាចសម្រាប់បិសាចនោះដោយមិនបាច់ដកកំបិតចេញពីស្រោមហើយគាត់ប្រើតែក្នុងកំបិតទៀតចំណែកយូជីវិញក្រោយពេលហាត់ជាមួយនឹង Gojo បានមកថាគាត់ជាបាន curse technique មួយដែលគេហៅថា divergent fist technique ហ្នឹងគឺយូជីវាយតែម្ដាយត្រូវបាន2តង់តង់ទី1ប្រើ curse energy តិចទេដល់ពេល curse energy រុញមកតង់ទី2ទើបត្រូវធ្ងន់បន្ទាប់មកក្រោយពេលព្រោះបិសាចទាំងពីរនោះបានណាមីចាប់អារម្មណ៍ថាបិសាចនោះគឺជាមនុស្សព្រោះបើប្រឡងបិសាចកាមេរ៉ាមិនអាចថតជាប់ទេពេលនោះពួកគេបានយកសារសាបិសាចទាំងពីរនោះទៅឲ្យអ្នកគ្រូពេទ្យអ៊ីរីពិនិត្យហើយលទ្ធផលបានបញ្ជាក់ថាពួកគេធ្លាប់ជាមនុស្សដែលត្រូវបានកែប្រែទៅជាបិសាចពេលដឹងចឹងយូជីមានអារម្មណ៍អត់សូវល្អទេព្រោះគាត់គិតថាគាត់បានសម្លាប់មនុស្សហើយគាត់មានអារម្មណ៍ថាឈឺចាប់ជំនួយជនរងគ្រោះទាំងពីរនោះខ្លាំងណាស់ទៅមើលបិសាចម៉ាហេតូវិញពេលនេះគាត់កំពុងតែបញ្យល់កូនសិស្សថ្មីរបស់គាត់ឈ្មោះឈុនផៃពីការកកើតរបស់បល្លឹងបិសាចគាត់បានប្រាប់ឈុនផៃថាបិសាចកើតឡើងពីអារម្មណ៍អវិជ្ជមានរបស់មនុស្សដូចជាការខឹងការស្អប់ការខ្លាចអីហ្នឹងចំណែកខ្លួនគាត់ផ្ទាល់គឺកើតមកពីការគុំគួនរបស់មនុស្សទៅមើលណាមីហើយនឹងយូជីវិញពេលនេះពួកគេបានរកឃើញថានៅថ្មីដែលមនុស្ស3នាក់ស្លាប់នៅក្នុងរោងកុនមានសាស័យរួមម្នាក់គឺជុនផៃនឹងឯងពេលនោះណាមីបានចាត់ចែងឲ្យអ៊ីជីជួយនាំយូជីទៅតាមដានជុនផៃចំណែកគាត់ទៅចាត់ការឃាតករដៃដល់ព្រោះគាត់ដឹងថាវានៅទីណាគ្រាន់តែថាគាត់មិនចង់ឲ្យយូជីទៅជាមួយព្រោះខ្លាចយូជីមានគ្រោះថ្នាក់មិនយូរប៉ុន្មានអ៊ីជីហើយនឹងយូជីបានរកឃើញជុនផៃពួកគេក៏បានយកបិសាចកម្រិតខ្សោយតាមខ្លួនដើម្បីធ្វើតេស្តចង់ដឹងថាជុនផៃមើលឃើញបិសាចមែនអត់ពេលនោះអ៊ីជីបានរៀបចំផែនការ3 4ដើម្បីធ្វើតេស្តជុនផៃប៉ុន្តែយូជីអត់មានធ្វើតាមផែនការណាមួយទេគឺគាត់សុំជួលទៅនិយាយជាមួយនឹងជុនផៃតែម្ដងពេលនោះយូជីបានសួរជុនផៃថាថ្ងៃនៅរោងកុនមានបានឃើញបិសាចសម្រាប់មនុស្សអត់ហើយជុនផៃក៏បានតបថាអត់មានឃើញទេទោះជាយ៉ាងណាក៏ដោយយូជីក៏ជឿដែរអត់មានជីកសួយច្រើនទេបន្ទាប់មកនៅពេលដែលពួកគេកំពុងតែនិយាយគ្នានោះម៉ាក់របស់ជុនផៃបានមកដល់ហើយបានបបួលយូជីទៅញ៉ាំបាយនៅផ្ទះគាត់មកពេលការញ៉ាំបាយជុំគ្នានៅល្ងាចនោះជុនផៃហើយនឹងម៉ាក់របស់គាត់សប្បាយចិត្តខ្លាំងណាស់ព្រោះយូជីប្រកែកនិយាយរឿងកំប្លែងបន្ទាប់មកនៅយប់ដដែលនោះពេលយូជីត្រឡប់ទៅផ្ទះបាត់ហើយជុនផៃចូលបន្ទប់សម្រាប់បាត់ទេម៉ាក់របស់ជុនផៃរៀងស្វាងស្រាបន្តិចក៏ងើបមករៀបចំផ្ទះពេលនោះគាត់បានមកផ្ទះឃើញម្រាមដៃសុកណាមួយហើយក្រោយមកស្រាប់តែមានវិស័យមួយចេញមកភ្លើមនៅពីក្រោយខ្នងគាត់ហើយស្អែកព្រឹកឡើងគេបានរកឃើញថាគាត់បានស្លាប់បាត់ហើយកាត់មកមើលណាមីវិញពេលនេះគាត់បានរកឃើញម៉ាហ៊ីតូហើយក្រោយពីបាននិយាយឌឺដងគ្នាមកស្ទុះពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាពេលនោះណាមីបានប្រើតិចនិចមើលចំណុចខ្សោយរបស់គាត់ស្ទុះចូលទៅកាត់ណៃម៉ាហ៊ីតូបានសម្រេចនៅប្រើថាពល curse energy តិចបំផុតធ្វើឲ្យម៉ាហ៊ីតូឆ្ងល់ណាស់ព្រោះមុនហ្នឹងគាត់បានប្រើ curse energy សម្រាប់រកហើយនៅតែទុកបាត់ជាប់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយរបួសប៉ុណ្ណឹងមិនជាថ្មីទេព្រោះម៉ាហ៊ីតូអាចតដៃខ្លួនឯងបានមកវិញបន្តមកដល់វិញម៉ាហ៊ីតូបីបកវិញម្ដងវាបានប្រើមនុស្សដែលវាបានជប់ខ្លាយទៅជាកូនក្រអស់ហើយវាយសម្រាប់ទៅលើណាមីពេលណាមីឃើញមនុស្សទាំងអស់នោះវេទនាគាត់អាណិតពួកគេណាស់ប៉ុន្តែអ្នកគ្រូពេទ្យអ៊ីរីធ្លាប់ប្រាប់គាត់ថាពួកគេជួយលេងបានហើយមានតែសម្រាប់ពួកគេបានលឿនឲ្យឆាប់ផុតទុកតែប៉ុណ្ណោះនៅពេលណាមីធ្វើខ្លួនតែបន្តិចម៉ាហ៊ីតូស្ទូចូលមកប៉ះខ្លួនរបស់គាត់កែប្រែរោគរាយរបស់គាត់ឲ្យទៅជាបិសាចពេលនោះណាមីបានប្រើ curse energy របស់គាត់ទប់ទល់បានខ្លះប៉ុន្តែបើសិនជាម៉ាហ៊ីតូអាចប៉ះគាត់បាន2 3ដងទៀតគាត់ច្បាស់ជាទប់ទល់លេងរួចហើយបន្តមកណាមីបានវាយរត់ដើម្បីនិយាយពេលព្រោះនៅពេលដល់ម៉ោង6ថាមពល curse energy របស់គាត់នឹងកើនឡើងយ៉ាងខ្លាំងអានេះនៅក្នុងពិភពជូស៊ូគេហៅថាបាញ់ដេញវ៉ាវមុនម៉ោង6គាត់សុខចិត្តប្រើ curse energy តិចប្រហែលជា70ទៅ80%ប៉ុន្តែក្រោយម៉ោង6គាត់នឹងអាចប្រើ curse energy រហូតបានដល់ទៅ120%នៅពេលនោះណាមីដែលកំពុងតែត្រូវរបួសបានបែកកំទេចពីដានថ្មឲ្យធ្លាក់មកសង្កត់ថ្មតោដើម្បីរត់យករួចខ្លួនមកគ្រាសិនប៉ុន្មានខែក្រោយមកម៉ាហ៊ីតូបានទៅជួបជុនផៃនៅផ្ទះហើយបានព្រមបញ្ជាក់គាត់ថាក្រុមបងធំនៅសាលារៀនដែលជាកូនអ្នកមានបានជួលគេឲ្យមកសម្លាប់ម៉ាក់គាត់ពេលនេះអញ្ចឹងជុនផៃទៅជាសគាត់ជាហើយក៏បានធ្វើដំណើរទៅសាលារៀនដើម្បីសងសឹកនៅសាលារៀននៅថ្ងៃនោះគេកំពុងតែរៀបចំពិធីបកគលសញ្ញាបត្រហើយមានសិស្សជាច្រើនមកជុំគ្នាដល់ពេលនោះមិនដឹងថាមានហេតុភេទអីទេស្រាប់តែសិស្សទាំងអស់ស្លាប់អស់លីងនៅលើឆាកសតតែជុនផៃហើយនឹងសិស្សម្នាក់ទៀតដែលធ្លាប់ធ្វើបាបគាត់ពេលនោះយូជីបានមកពាត់ប្រមូលជុនផៃធ្វើព្រឹងផ្ដាស់ប៉ុន្តែជុនផៃមិនស្ដាប់ហើយពួកគេក៏បញ្យុទ្ធគ្នានិយាយឃើញថាជុនផៃពេលនេះអាចប្រើ curse technique បាន
ដែរហើយព្រោះគាត់មានដងហើយម៉ាហីតូគឺជាគ្រូល្អអាចរៀនគាត់ឆាប់ចេះ Curse technique របស់ជន់ភ័យគឺគាត់អាចបង្កើតសត្វ jellyfish ដែលដៃរបស់វាមានពឹសពេលនោះ jellyfish បានចាប់ Yuji រំជុំចិត្តប៉ុន្តែពឹសរបស់វាមិនអាចធ្វើឲ្យ Yuji បានទេនេះប្រហែលជាមកពី Yuji ធ្លាប់លេបរៀនដៃ Supernal ការប្រយុទ្ធនៅពេលនោះយើងដឹងហើយថាជន់ភ័យមិនមែនជាដៃគូរបស់ Yuji ទេប៉ុន្តែ Yuji នៅតែជឿថាជន់ភ័យគឺជាមនុស្សល្អពេលនោះគាត់បានព្យាយាមពន្យល់ជន់ភ័យឲ្យដឹងខុសត្រូវហើយក៏បានបបួលជន់ភ័យឲ្យទៅរៀននៅសាលា Jujutsu ផងដែរប៉ុន្តែនៅពេលដែលជន់ភ័យមិនទាន់បាននិយាយអូខេផងស្រាប់តែ Mahito មកដល់វាបានបដិដៃវាទៅចាប់ Yuji អត់ជាប់នឹងជាងពេលនោះ Yuji បានប្រាប់ឲ្យជន់ភ័យរត់ក៏ប៉ុន្តែជន់ភ័យជាថា Mahito អត់ធ្វើអីគាត់ទេប៉ុន្តែតាមពីដើមមកជន់ភ័យគ្រាន់តែជាកូនអុករបស់ Mahito តែប៉ុណ្ណោះវាបានរៀបចំផែនការដើម្បីជន់ភ័យបានស្គាល់ Yuji ដើម្បីរងចាំអាការនេះឯងពេលនោះ Mahito បានប្រើខ្លាចជន់ភ័យឲ្យខ្លាចទៅជាបិសាចហើយបន្ទាប់មកវាបានបណ្ដេញបិសាចនោះឲ្យសម្រុកបីមកលើ Yuji ពេលនោះ Yuji អាណិតជន់ភ័យណាស់ហើយបានស្រែកសុំបងឲ្យសុគណាជួយជន់ភ័យផងចោលឲ្យគាត់ធ្វើអីក៏បានដែរប៉ុន្តែនៅពេលនោះសុគណាអត់ព្រមជួយព្រោះអត់មានអីពិបាកយល់ទេបិសាចមិនមែនចឹងអជួយគេងាយៗទេខ្លាចខូចក្រេឌីតបើចឹងអមិនគេហៅបិសាចការបដិសេធរបស់សុគណាមិនព្រមនៅខ្លួនជាមួយនឹង Yuji ដើម្បីជួយជន់ភ័យនៅពេលនោះក៏បានធ្វើឲ្យបិសាច Mahito សម្រេចចិត្តខ្លាំងដែរព្រោះតាមផែនការរបស់វាគឺវាចង់ឲ្យសុគណានៅខ្លួនជាមួយនឹង Yuji ហើយបន្ទាប់មកវានឹងបបួលសុគណាចូលក្រុមជាមួយវាបន្តមកទៀតនៅពេលនោះជន់ភ័យក្រំមិនបានក៏ដាច់ខ្យល់ស្លាប់បាត់ទៅចឹងហើយ Mahito នៅប្រើភាសានិយាយឌឺដងទៀតធ្វើ Yuji ក្រំអត់បានមាត់វាមិនដៃចង់បញ្ចប់មាត់ពេលនោះ Mahito ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះកណ្ដាប់ដៃរបស់ Yuji មានថាមពល Curse Energy អាចធ្វើវាត្រូវរបបបានបន្ទាប់មក Yuji និយាយតាមកំហឹងថានឹងសម្រាប់ Mahito ឲ្យបានមិនលើកលែងឲ្យវាជាដាច់ខាតឆាកប្រយុទ្ធរវាង Yuji ហើយនិង Mahito បានចាប់ផ្ដើម Yuji ប្រើក្បាច់ Curse Technique របស់គាត់គឺ Divergent Fist សម្រាប់វាយទៅលើ Mahito ចំណែក Mahito វិញប្រើក្បាច់ Curse Technique Idol Transfiguration ដើម្បីប្រើការកិច្ចពី Yuji ផងនិងវាយបកទៅ Yuji វិញផងការប្រយុទ្ធគ្នានោះ Yuji មានអាការសោក Mahito មិនអាចពេញទំហឹងប៉ុន្តែ Mahito ក៏បានប្រើខ្លួនជាបលាចាក់ខ្លួន Yuji ធ្លុះជាច្រើនកន្លែងផងដែរបន្ទាប់មកវាបានយកដៃទៅប៉ះ Yuji ដើម្បីប្រែ Yuji ទៅជាបិសាចតែវាក៏បានប៉ះត្រូវបលារបស់ Sukuna ផងដែរនៅពេលនោះ Sukuna បានលើកលែងឲ្យបិសាច Mahito ម្ដងដោយយល់ថាពួកគេជាបិសាចដូចគ្នាបើសិនជាហ៊ានប៉ះគាត់ជាលើកទី2នឹងតែត្រូវធ្ងន់ណាស់ជាពេលនោះ Yuji បានចាប់ Mahito ចូលក្បាលផងលំវាមួយជើងផងចង់ប្រើចង់ដាក់ Super ទៀតតែ Mahito កិច្ចទាន់ហើយចង់ត្បក Yuji មកត្រេនជាវិញសំណាង Nanami បានមកជួយរងទាន់នៅពេលនោះ Nanami ចាប់អារម្មណ៍រឿងពីរយ៉ាងទីមួយគឺ Mahito បានប៉ះ Yuji តែមិនសម្រាប់ Yuji ទេទីពីរចំនួនរបស់ Mahito មានហូរឈាមដោយសារតែ Yuji វាយបានន័យថា Yuji អាចសម្រាប់វាបានដោយអញ្ចឹងគាត់ក៏បបួល Yuji រួមដៃគ្នាដើម្បីកម្ចាត់បិសាច Mahito នៅថ្ងៃនោះតែម្ដងនៅពេលនោះ Mahito បានប្រើខ្លួនទៅជាមជ្ឈលយៈវាយសម្រុកទៅលើ Yuji ហើយនៅ Nanami ក៏ប៉ុន្តែមិនបានសម្រេចបន្ទាប់មកវាបានខ្ជាក់កូនក្របីម្នាក់សម្រុកទៅវាយ Yuji ព្រោះវាដឹងថា Yuji មិនហ៊ានសម្រាប់មនុស្សទេទោះជាមនុស្សទាំងនោះបានប្រើខ្លាចទៅជាបិសាចហើយក៏ដោយប៉ុន្តែនៅពេលនោះក៏មនុស្សទាំងនោះបានបបួល Yuji សម្រាប់ពួកគេទៅវិទ្យាខ្លាំងណាស់ក្រោយមកបន្តិចយើងបានឃើញ Yuji ត្រឡប់ទៅជួយ Nanami វាយសម្រុកទៅលើ Mahito ពេលនោះ Mahito ទម្លែងជាប់ក៏ប្រើក្បាច់ចំក្រោយគឺបង្កើត Domain មួយកាត់ Nanami ជាប់វាមិនហ៊ានចាប់ដោយតែ Yuji ទេព្រោះខ្លាចប៉ះកន្លងរបស់ Sukuna ម្ដងទៀតពេលនេះ Nanami នៅក្នុង Domain របស់ Mahito ហើយគាត់បានដឹងខ្លួនថាជីវិតគាត់ត្រូវចាប់ហើយព្រោះពេលនៅក្នុង Domain របស់ Mahito វាប្រៀបបានដូចជា Mahito យកដៃមកប៉ះគាត់បានគ្រប់ពេលមុនពេលស្លាប់ Nanami បានគិតដល់ប្រវត្តិរបស់គាត់ឡើងវិញក្រោយលាឈប់ពីសាលា Jujutsu Nanami បានទៅធ្វើជាភ្នាក់ងារលក់របស់ក្រុមហ៊ុនមួយជារៀងរាល់ថ្ងៃគាត់តែងតែចូលទៅហាងនំដើម្បីទិញសាំងវិចញ៉ាំជាប្រចាំគាត់បានឃើញថាអ្នកលក់នំនោះមានបិសាចមួយនៅលើស្មារបស់នាងតែដោយសារតែវាជាបិសាចកម្រិតខ្សោយមិនបានបង្កគ្រោះថ្នាក់ឲ្យធំដុំគាត់មិនបានរវល់ជាមួយនឹងនាងទេខ្លាចនាងប្រអើគិតថាគាត់ជាមនុស្សចម្លែកនៅកន្លែងធ្វើការគាត់តែងតែបដាកូនចៅក្រមគាត់មកគាត់ឲ្យគិតពីអតិថិជនជាគោលកុំគិតតែពីរឿងផលចំណេញរបស់ក្រុមហ៊ុនក៏ហក់បោកប្រាអតិថិជនប៉ុន្តែថ្នាក់លើរបស់គាត់អត់គិតអញ្ចឹងទេធ្វើអីធ្វើទៅឲ្យតែក្រុមហ៊ុនបានចំណេញពេលនោះ Nanami ដូចជាមិនសូវជាពេញចិត្តទេក៏ប៉ុន្តែគេទ្រាំធ្វើទៅសំលុយរហូតដល់អាយុ30-40ឆ្នាំមានលុយគ្រប់គ្រាន់គាត់នឹងធ្វើដំណើរទៅប្រទេសណាដែលចាយទៅបំផុតរស់នៅក្នុងជីវិតចុងក្រោយរបស់គាត់បានន័យថាគាត់មិនសូវជាខ្វល់ពីអ្នកដទៃទេក្រៅពីខ្លួនគាត់ប៉ុន្តែតាមពិតគាត់អត់ចង់រស់នៅជីវិតបែបនោះទេវាអត់មានន័យអីសោះមានថ្ងៃមួយគាត់បានចូលទៅហាងនំដើម្បីទិញសាំងវិចដូចធម្មតាប៉ុន្តែគាត់ចាប់អារម្មណ៍ថាអ្នកលក់នំដូចជាហត់លុយខ្លាំងណាស់ហើយនាងបានប្រាប់ថានាងរួយក៏ណាមួយរយៈនោះនាងអត់លក់ទេនៅពេលនោះគាត់ក៏បានសម្រេចចិត្តជួយសម្រាប់វិស័យនោះដើម្បីសម្រួលបន្ទុកនៅលើស្មារបស់នាងបន្ទាប់ពីបានធូរស្រាលហើយអ្នកលក់នំបានអរគុណគាត់ជាខ្លាំងធ្វើឲ្យ Nanami មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ហើយបានរកឃើញគោលដៅជីវិតរបស់គាត់គឺជួយអ្នកដទៃត្រឡប់មកមើលបច្ចុប្បន្នវិញ Nanami បានត្រៀមយកស្គ្រីស្លាប់ពី Mahito ហើយប៉ុន្តែពេលនោះស្រាប់តែ Yuji ទម្លុះតំបូតប្រើចូលខាងក្នុងដែរបានន័យថាពេលនេះ Mahito បានប៉ះខ្លួន Yuji ម្ដងទៀតស្មើនឹងបានប៉ះ Sukuna ម្ដងទៀតពេលនោះ Sukuna អត់និយាយច្រើនទេក៏បើខាត់ទាំងអត់ក៏បដៅ Mahito ចេញហើយកំទេច Domain របស់វាចោលប៉ុន្តែវាមិនបានសម្រាប់ Mahito ទេចុងក្រោយ Mahito បានប្រមូលកម្លាំងរបស់ខ្លួនទាំងអស់ដែលនៅសេសសល់ធ្វើឲ្យខ្លួនឯង
ខ្លាយទៅជាយៈអាថងគិតថាពួកគេមិនអាចធ្វើអីវាបានទេតែមិនណាយូជីបានប្រើទិញនៃកណ្ដាប់ដៃ Divergent Fees របស់គាត់ដើរតែរយៈមួយនោះឲ្យបីផុលមិនទៅប៉ោងជាងអត់មានអីនៅក្នុងសោះតែប៉ុតវិជាល្បីរបស់ Mahito ដើម្បីរត់គេចតែប៉ុណ្ណោះក្រោយពេល Mahito រត់គេចបានទៅមួយផ្លែតយូជីក៏អស់កម្លាំងលូសំណប់ផងដែរក្រោយមកទៀត Mahito បានទៅជួប Geto ហើយនៅបិសាចក្នុងភ្លើងដែលពេលនេះឃើញថាដកខ្លួនមកវិញហើយដើម្បីរៀបចំផែនការបន្តទៀតព្រោះផែនការរបស់ Mahito ត្រូវបានបរាជ័យហើយជាបន្តទៀតពួកគេនឹងធ្វើតាមផែនការរបស់ Geto ម្ដងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយនឹងខ្ញុំសម្រាប់អ្នកថ្មីសូមកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងផងដើម្បីទទួលបាន notification នៅពេលដែលខ្ញុំបានផុសវគ្គបន្តទៀត